Hello អ្នកចាំបាំងទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយសាច់រឿងហើយថ្ងៃនេះដែរយើងក៏មកបន្តនៅភាគទី15នៃរឿងអធិរាជវិញ្ញាណប្រយុទ្ធរបស់យើងបន្តហើយមុននឹងចូលដល់សាច់រឿងកុំភ្លេចចុច Sub ឲ្យ admin ម្នាក់មួយផងតោះកុំឲ្យខាត់ពេលយូរចូលមកដល់សាច់រឿងរបស់យើងតែម្ដងសាច់រឿងក៏បានចាប់ផ្ដើមស្ថិតនៅក្នុងទីក្រុងដងលីននេះវិញក៏មាននៅប្រជាជនជាច្រើនពួកគេក៏បានយកអំណោយមួយចំនួនដើម្បីជូនដល់ចៅហ្វាយក្រុងថ្មីហើយយើងក៏បានឃើញលីនកំពុងតែអង្គុយផឹកតែយ៉ាងទំនងសម្លឹងទៅខាងមុខរបស់គេពុះពេញទៅដោយមាសប្រាក់ជាច្រើនក៏លេចមកមើលបរិះ3នាក់ដែលជាមេគ្រួសារធំៗទាំង3នៅក្នុងទីក្រុងដងលីននេះវិញពួកគេកំពុងតែប្រកែកគ្នាដោយសារពួកគេទាំង3នាក់ចង់ភ្ជាប់និស្ស័យជាមួយនឹងលោកចៅហ្វាយក្រុងថ្មីខណៈពេលដែលបរិះទាំង3នាក់កំពុងតែប្រកែកគ្នានោះលីនក៏បាននិយាយថាថ្ងៃស្អែកលោកចៅហ្វាយក្រុងនឹងធ្វើដំណើរមកដល់លើបែបនេះអ្នកទាំង3ក៏បានឈប់ឆ្លោះគ្នាផងដែរសម្លឹងមើលទៅកាន់សកម្មភាពទាំងអស់នេះជូលីនក៏បានញញឹមទៀតផងខណៈពេលនោះដែរលីនហ្វាំងក៏បានធ្វើដំណើរមកដល់ហើយសូមបញ្ជាក់ផងថាចៅហ្វាយក្រុងថ្មីហ្នឹងគឺលីនហ្វាំងនឹងឯងហើយចំណែកឯលីនលើវិញគេស្មានថាលីនហ្វាំងហ្នឹងគឺធ្វើដំណើរមកដល់ថ្ងៃស្អែកឥឡូវនេះលីនហ្វាំងមកដល់ថ្ងៃនេះទៅវិញនៅពេលដែលលីនហ្វាំងធ្វើដំណើរមកដល់សាលាក្រុងនោះមនុស្សជាច្រើនក៏បានមកទទួលគេពួកគេក៏បានគោរពលីនហ្វាំងទៀតផងក៏ប៉ុន្តែនៅពេលនេះលីនហ្វាំងក៏មានរឿងដ៏សំខាន់មួយដើម្បីប្រាប់ទៅកាន់អ្នកទាំងអស់គ្នាពួកគេក៏មិនហ៊ានប្រកាសអ្វីដែរក៏បានរៀបចំគ្នាស្ដាប់យ៉ាងយកចិត្តទុកដាក់លីនហ្វាំងក៏បាននិយាយថាតំណែងនៃចៅហ្វាយក្រុងគេក៏បានទទួលធ្វើតែមួយថ្ងៃនោះទេចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងលាលែងពីតំណែងហើយគ្រាន់តែលើបែបនេះភ្លាមលីនក៏បានឆ្លក់ស្រាតែម្ដងទោះបីជាយ៉ាងណាក៏ដោយបើសិនជាលីនហ្វាំងមិនព្រមធ្វើជាចៅហ្វាយក្រុងនៅទីនេះគឺគ្មាននរណាម្នាក់មានសមត្ថភាពទទួលតំណែងនេះឡើយលីនហ្វាំងក៏បានឆ្លើយតបទៅវិញតំណែងរបស់ចៅហ្វាយក្រុងត្រូវតែមានសមត្ថភាពគឺគ្មានគូប្រៀបនោះទេហើយវាពិតជាស័ក្តិសមជាមួយនឹងមនុស្សម្នាក់នេះគាត់ក៏មានឈ្មោះថាជូលីនជាមេដឹកនាំនៃគ្រួសារឌូជូនៅពេលដែលលីនលើបែបនេះនាងក៏មិនសុខចិត្តផងដែរមុននេះបន្តិចនាងក៏បានទទួលមាសប្រាក់និងរបស់របរជាច្រើនរួចមកហើយប្រហែលជាមេដឹកនាំនៃត្រកូលឌូជូគាត់មិនយល់ស្របនោះទេខណៈពេលនោះដែរជូលីនក៏បានទទួលយល់ព្រមជាមួយនឹងតំណែងមួយនេះហើយគ្រប់គ្នាដែលនៅទីនោះក៏បានគោរពនាងផងដែរហើយចំណែកឯលីនពិតជាឆ្ងល់ទៅកាន់រឿងមួយនេះពិតមែនសាច់រឿងក៏បានកាត់មកនៅក្នុងទីប្រជុំជននៅនេះវិញក៏មានមនុស្សជាច្រើនកំពុងតែតម្រង់ជួរគ្នាហើយនៅក្នុងនោះក៏មាននៅបរិះ3នាក់កំពុងតែប្រកែកគ្នាសួរទៅកាន់សៀនតុងដោយសារតែពួកគេចង់ដឹងតកតងជាមួយនឹងការស្វែងយល់អំពីវិជ្ជាគុណហើយសៀនតុងនៅពេលនេះពិតជាមិនធម្មតានោះទេក៏លេចមកមើលលីនហ្វាំងនេះវិញក៏បានសួរទៅកាន់ជូលីនតើអ្វីគ្រប់យ៉ាងនៅពេលនេះវាល្អប្រសើរតែមែនទេក៏ប៉ុន្តែលីនហ្វាំងក៏បានអនុញ្ញាតឲ្យគេយកនៅផលប្រយោជន៍ដ៏ធំធេងមួយនេះហើយគេពិតជាមានអារម្មណ៍ថាខុសពិតមែនដែលទទួលយកតំណែងចៅហ្វាយក្រុងដែលលីនហ្វាំងប្រកល់មកឲ្យគេហើយទោះបីជាយ៉ាងណាក៏ដោយលីនហ្វាំងក៏បាននិយាយថាសមត្ថភាពរបស់ជូលីនវាពិតជាស័ក្តិសមហើយខណៈពេលដែលអ្នកទាំងពីរកំពុងតែនិយាយគ្នានោះរឿងមួយក៏បានកាត់ឡើងស្ថិតនៅក្នុងកន្លែងរបស់សៀនតុងគឺដោយសារតែនៅទីនោះក៏មានមនុស្សស្រីពាក់របាំងមុខម្នាក់សៀនតុងក៏បាននិយាយថាគេមិនព្យាបាលទៅកាន់មនុស្សដែលយកព្រលឹងក្បាច់គុណរបស់អ្នកដទៃឡើយតើហេតុអ្វីបានជានាងយកព្រលឹងរបស់អ្នកដទៃបែបនេះនៅពេលដែលមនុស្សស្រីម្នាក់នោះសម្លឹងទៅកាន់ជំវិញខ្លួនរបស់គេក៏មានមនុស្សជាច្រើនគេក៏បានលុតជង្គង់ចុះនិយាយទាំងកំសត់ថាលោកម្ចាស់ខ្ញុំគឺជាមនុស្សស្រីដ៏ទន់ខ្សោយម្នាក់តើមានសមត្ថភាពណាហ៊ានលួចព្រលឹងក្បាច់គុណរបស់អ្នកដទៃហើយជីវិតរបស់ខ្ញុំក៏បានកំព្រាឪពុកតាំងពីតូចមកម្លេះហើយខ្ញុំក៏មាននៅជំនាញមួយអាចផ្លាស់ប្ដូរក្បាច់គុណរបស់អ្នកដទៃបានតើខ្ញុំមានសមត្ថភាពណាហ៊ានយកព្រលឹងរបស់គេនោះហើយនាងក៏បានធ្វើជាយំសោកបោកខ្លួនអញ្ចឹងទៅឃើញបែបនេះសិនតុងពិតជាណិតនាងខ្លាំងពិតមែនគេក៏បានលើកនាងឡើងហើយពិនិត្យទៅជីបចោរបស់នាងក៏បានដឹងថានាងពិតជាមិននិយាយកុហកនោះទេគ្រាន់តែលើបែបនេះសិនតុងក៏បាននិយាយអួតខ្លួនឯងតែម្ដងខ្ញុំគឺជាមនុស្សដែលមកពីឋានសួគ៌ដើម្បីជួយសង្គ្រោះមនុស្សនៅក្នុងផែនដីមួយនេះគ្រប់គ្នាក៏បានហៅខ្ញុំថាលេខ1នៅលើលោកហើយខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលគ្រប់គ្រងព្រលឹងរបស់មនុស្សហើយខ្ញុំក៏មានសមត្ថភាពអាចបង្ក្រាបវិញ្ញាណប្រយុទ្ធអាក្រក់បានទៀតផងគ្រាន់តែលើបែបនេះមនុស្សស្រីដែលពាក់របាំងមុខនោះពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលនាងស្ដាប់សៀនតុងនិយាយមុននេះវាហាក់បីដូចជាមានអានុភាពដ៏ខ្លាំងក្លាមួយតើវាជាការពិតដែរឬទេដែលសៀនតុងក៏បាននិយាយថាអាចបង្ក្រាបវិញ្ញាណប្រយុទ្ធអាក្រក់បាននោះហើយសៀនតុងនេះវិញក៏បាននិយាយខ្សឹបនៅត្រចៀករបស់នាងគឺត្រូវតែធ្វើតាមចលនារបស់គេហើយចំណែកជូលីនហើយនិងលីនហ្វាំងនេះវិញកំពុងតែសម្លឹងទៅកាន់មនុស្សស្រីម្នាក់នោះពួកគេក៏មានអារម្មណ៍ថាមិនសូវទុកចិត្តជាមួយនឹងមនុស្សស្រីដែលពាក់របាំងមុខម្នាក់នោះចំណែកលីនហ្វាំងគេក៏មិននិយាយអ្វីច្រើនដែរកំពុងតែចាំមើលការសម្ដែងបន្តទៀតហើយក៏ឡើងមកមើលក្បាច់របស់សៀនតុងនេះវិញពិតជាទំនងខ្លាំងមែនទែនគេក៏បានឲ្យនារីដែលពាក់របាំងមុខមួយនោះលើកដៃទៅឆ្វេងលើកជើងទៅស្ដាំតាមគេអញ្ចឹងទៅ
មួយសន្ទុះក្រោយមកក៏លេចមកមើលមនុស្សស្រីដែលពាក់របាំងមុខឯនេះវិញបន្ទាប់ពីគេធ្វើតាមក្បាច់របស់សៀនតង់ប្រមាណក្បាច់ក្រោយមកយើងក៏បានឃើញថាស្នែងមួយដែលស្ថិតនៅលើស្រមុខរបស់គេក៏បានរលាយចេញអស់ហើយនាងពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយថែមទាំងសរសើរទៅកាន់សៀនតង់ថែមទៀតលោកគឺជាមនុស្សតែម្នាក់គត់ដែលគ្រប់គ្រងពលឹងរបស់ខ្ញុំបានហើយវាពិតជាដំណើរការបានពិតមែននេះពិតជាស័ក្តិសមលេខ1នៅក្នុងលោកពិតមែនហើយនាងក៏បានប្រគល់ថង់ប្រាក់មួយស្បង់ទៅកាន់សៀនតង់ទាំងអស់នេះវាគឺជាទ្រព្យសម្បត្តិគ្រួសាររបស់ខ្ញុំនឹងប្រគល់ទៅឲ្យលោកហើយគ្រប់គ្នាដែលស្ថិតនៅទីនោះក៏បានសរសើរទៅកាន់សៀនតង់គេពិតជាគ្រូពេទ្យទេវតាពិតមែនខណៈពេលដែលមនុស្សជាច្រើនកំពុងតែចោមរួមសៀនតង់មនុស្សស្រីដែលពាក់របាំងមុខម្នាក់នោះនាងក៏បានរត់គេចចេញពីទីនោះទៅសាច់រឿងក៏បានកាត់មកនៅពេលដែលគេធ្វើដំណើរតែម្នាក់ឯងនៅក្នុងព្រៃឫស្សីដ៏ធំមួយខណៈពេលនោះក៏មានមនុស្សស្រីម្នាក់ក៏បានធ្វើដំណើរមកតាមគេផងដែរមនុស្សស្រីម្នាក់នោះក៏បានសួររកគម្ពីរមួយយ៉ាងដែលមានឈ្មោះថាវូជីគម្ពីរមួយនេះវាក៏បានតាក់ទងជាមួយនឹងឋានសួគ៌និងផែនដីហើយវាគឺជាក្បួនរបស់សៀនតង់នឹងឯងហើយគេក៏បាននិយាយទាំងខ្លាំងៗថាប្រគល់មកឲ្យគេភ្លាមគេនឹងទុកជីវិតឲ្យនាងមនុស្សស្រីដែលពាក់របាំងមុខនោះនាងក៏បានអង្វរទៅកាន់នាងផងដែរកុំសម្លាប់ខ្ញុំអីទុកជីវិតឲ្យខ្ញុំផងនៅពេលដែលមនុស្សស្រីម្នាក់នោះដើរមកជិតគេនាងក៏បានប្រកណ្ដាប់ដៃរបស់នាងដាក់ទៅលើមនុស្សស្រីម្នាក់នោះប៉ុន្មានដៃឡើងប៉ឹងមុខបន្ទាប់មកនាងក៏វាយទៅកាន់នារីម្នាក់នោះមិនត្រូវនោះទេដោយសារតែចលនាបំបាំងកាយរបស់គេពិតជាលឿនខ្លាំងមែនទែនហើយមនុស្សស្រីដែលពាក់របាំងមុខនោះគឺជាបៃរូនឹងឯងខណៈពេលនោះដែរលីនហ្វាំងក៏បានធ្វើដំណើរមកដល់ទីនេះភ្លាមគេក៏បានច្របាច់កមនុស្សស្រីម្នាក់នោះតែម្ដងហើយមនុស្សស្រីម្នាក់នោះក៏បានប្រើវីតាមីនរបស់គេសណ្ដំទៅកាន់លីនហ្វាំងចំណែកកែវភ្នែករបស់លីនហ្វាំងវិញក៏បានបញ្ចេញធម្មពលវីតាមីនពណ៌ស្វាយវាគឺជាធម្មពលរបស់មួយជនដែលជាស្ដេចបិសាចនឹងឯងមិនចាំយូរនោះទេលីនហ្វាំងក៏បានប្រើប្រាស់ធម្មពលវីតាមីនរបស់គេដើម្បីចូលទៅក្នុងការចងចាំរបស់មនុស្សស្រីម្នាក់នោះបន្ទាប់មកលីនហ្វាំងក៏បានឃើញវត្តមានរបស់មនុស្សម្នាក់មើលទៅកាន់ទម្លាកបំពាក់របស់គេពិតជាចម្លែកខ្លាំងមែនទែនហើយថែមទាំងពាក់របាំងមុខទៀតផងហើយកម្លាំងធម្មពលរបស់គេគឺមិនធម្មតានោះទេក៏លេចមកមើលមនុស្សស្រីម្នាក់នេះវិញរាងកាយរបស់គេក៏បានផ្ទុះចេញរលាយចេញពីទីនោះទៀតផងហើយលីនហ្វាំងក៏ដឹងផងដែរថាវិធីសាស្ត្រដ៏ចម្លែកមួយនេះវាគឺជាការបំផ្លាញរាងកាយរបស់ខ្លួនឯងវាគឺជាថ្វីដៃរបស់មនុស្សដែលបញ្ជាគេមកនឹងឯងហើយរឿងមួយនេះពិតជាធ្វើឲ្យលីនហ្វាំងចាប់អារម្មណ៍កាន់តែខ្លាំងហើយនៅពេលនេះនៅពេលដែលលីនហ្វាំងកំពុងតែឈរនិយាយនោះក៏ចាយវីតាមីនរបស់គេដែលលីនហ្វាំងបញ្ជាទៅវាក៏បានធ្វើដំណើរត្រឡប់មកវិញហើយសាច់រឿងក៏បានចប់នៅត្រង់ចំណុចនេះខុសឆ្គងនៅកន្លែងណាមួយសំខាន់តែនឹងអភ័យទោសដល់ admin ផងនៅពេលនេះ admin សូមបាយបាយហើយបាយបាយ Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ការសម្រាយសាច់រឿងថ្ងៃនេះដែរយើងក៏មកបន្តនៅភាគទី16នៃរឿងអធិរាជវិញ្ញាណប្រយុទ្ធហើយ admin សូមចាត់អ្នកក្លាហានទាំងអស់គ្នាកុំភ្លេចជួយសាបឲ្យ admin ម្នាក់មួយផងតោះកុំឲ្យខាត់ពេលយូរចូលមកដល់សាច់រឿងរបស់យើងតែម្ដងចាប់ផ្ដើមនៅសាច់រឿងបៃរូក៏បានសួរទៅកាន់លីនហ្វាំងតើនេះគឺជាសត្វអ្វីទៅលីនហ្វាំងក៏បានរៀបរាប់ប្រាប់ទៅកាន់នាងហើយគេថែមទាំងនិយាយទៀតថាអ្នកដែលបញ្ជាសត្វនេះមកគឺនៅចិត្តនេះឯងបើសិនជាមិនចេញមុខមកនោះទេច្បាស់ជាមានរឿងធំជាមួយនឹងខ្ញុំជាក់ជាមិនខានសត្វកញ្ចែវីតាមីនមួយនេះគឺជារបស់ព្រឹទ្ធាចារ្យអ៊ីងស៊ីព្រឹទ្ធាចារ្យក៏បានប្រាប់ទៅកាន់លីនហ្វាំងថាមូលហេតុដែលគាត់ប្រើប្រាស់វានៅពេលនេះគឺដោយសារតែស្វែងរកលីនលើដែលត្រូវបានចាប់ខ្លួនដោយមនុស្សមួយក្រុមហើយគាត់ក៏បាននិយាយទាក់ទងជាមួយនឹងមនុស្សម្នាក់ដែលមានឈ្មោះថាពូឡៅលីនហើយគេគឺជាមនុស្សតែម្នាក់គត់ដែលគ្រប់គ្រងបាក់នៅនាយកដ្ឋានឌីដូច្នេះហើយលីនលើក៏បានធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់គេនៅពេលនេះគឺគ្មាននរណាហ៊ានប្រឆាំងជាមួយនឹងគេឡើយចំណែកឯលីនហ្វាំងក៏បានទូទៅកាន់ព្រឹទ្ធាចារ្យតើលោកមករកខ្ញុំដើម្បីអ្វីលោកតាក៏បាននិយាយបន្ថែមទៀតថាក្រៅពីលីនហ្វាំងគឺគ្មាននរណាហ៊ានរញ៉េរញ៉ៃជាមួយពូឡៅលីនឡើយដូច្នេះហើយគឺមានតែលីនហ្វាំងតែម្នាក់គត់នោះទេអាចដោះស្រាយជាមួយនឹងរឿងមួយនេះបានបន្ទាប់ពីលើលោកតានិយាយរួចហើយលីនហ្វាំងក៏បានយល់ព្រមជាមួយនឹងសំណើរបស់លោកតាហើយមិនចាំបាច់សន្យាអ្វីនោះទេធ្វើតាមចិត្តលីនហ្វាំងចង់ធ្វើនៅពេលនេះបន្ទាប់មកព្រឹទ្ធាចារ្យក៏បានសម្រាលខ្លួនចេញពីទីនោះបាត់ទៅបន្ទាប់ពីដឹងរឿងរ៉ាវទាំងអស់នេះមកបៃរូគិតចង់ជួយដោះស្រាយរឿងនេះជាមួយនឹងលីនហ្វាំងផងដែរក៏ប៉ុន្តែលីនហ្វាំងក៏បាននិយាយថាមិនចាំបាច់នោះទេក៏បានប្រាប់ឲ្យបៃរូប្រញាប់ធ្វើដំណើរត្រឡប់ទៅវិញភ្លាមទៅនៅពេលនេះគេពិតជាបារម្ភបងស្រីរបស់គេនិងមេក្រុមជីនពិតមែនបៃរូក៏មិនប្រកែកអ្វីដែរក៏បានធ្វើដំណើរចាក់ចេញទៅភ្លាមសាច់រឿងក៏បានកាត់មកនៅកន្លែងមួយវាគឺជាកន្លែងពិសោធន៍នៅក្នុងចន្លងភ្នំម្នេះវិញនៅទីនោះក៏មាននៅបុរសម្នាក់ដែលមានឈ្មោះថាហ្វូជឺឡាវហើយអេដមីនសូមហៅគេថាឡាវហ្វូ
ឡាវហ្វូទៅចុះហើយគេកំពុងតែរៀបចំគ្រឿងប្រដាប់វះកាត់របស់គេដើម្បីពិសោធន៍ទៅលើរាងកាយរបស់លេងលើចំណែកលេងលើកំពុងតែសន្លប់យ៉ាងស្ដុកស្ដឹងឡាវហ្វូក៏បាននិយាយថាការវះកាត់របស់គេលើកនេះបើសិនជាបានជោគជ័យគេនឹងល្បីឈ្មោះនៅក្នុងពិភពលោកហើយនាងពិតជាមានកិត្តិយសពិតមែនដែលស្ថិតនៅក្រោមការពិសោធន៍របស់គេខណៈពេលដែលគេរៀបយកកំបិតនិងវះកាត់ទៅហើយស្រាប់តែពេលនោះសត្វកញ្ចែវេទមន្តរបស់លីនហ្វាំងក៏បានធ្វើដំណើរមកដល់ទីនេះហើយគេពិតជាឆ្ងល់ខ្លាំងមែនទែនតើវាមកដល់ទីនេះបានដោយរបៀបណាខណៈពេលនោះដែរលីនហ្វាំងក៏បានធ្វើដំណើរមកដល់ទីនេះកំតិចរាងកាយរបស់ឡាវហ្វូតែម្ដងបន្ទាប់មកលីនលើក៏បានដឹងខ្លួនហើយគេពិតជាឆ្ងល់ខ្លាំងមែនទែនហេតុអ្វីបានជាលីនហ្វាំងនៅទីនេះសម្លឹងជុំវិញខ្លួនរបស់គេហេតុអ្វីពុពេញទៅដោយឈាមអញ្ចឹងក៏បានយកកញ្ចក់មកឆ្លោះមើលមុខរបស់គេក៏បានឃើញថាវាគ្មានកើតអ្វីឡើយក៏ប៉ុន្តែក្បាលរបស់គេនៅពេលនេះគឺគ្មានសក់មួយសរសៃនោះទេហើយនាងពិតជាខឹងខ្លាំងមែនទែនតើសក់របស់នាងនៅទីណាក៏បានស្វែងរកពេញនឹងតែម្ដងគ្រាន់តែឃើញបែបនេះលីនហ្វាំងក៏បានស្ដីទៅកាន់នាងពី3ម៉ាត់ផងដែរក៏ប៉ុន្តែនាងនៅតែមិនពេញចិត្តនឹងក្បាលរបស់នាងនៅពេលនេះហើយនាងនៅតែបន្តស្វែងរកសក់របស់នាងមួយសន្ទុះក្រោយមកគេក៏បានរកឃើញសក់របស់គេនៅចិត្តនោះផងដែរហើយចំណែកលីនហ្វាំងនេះពិតជាឆ្ងល់ខ្លាំងមែនទែនតើលេងលើហាត់ក្បាច់គុណអ្វីដែរបានជាហាត់រហូតដល់ជ្រុះសក់បែបនេះខណៈពេលដែលលីនហ្វាំងកំពុងតែនិយាយសួរនាំនោះនាងក៏បានយកដៃរបស់នាងភ្ជង់ករបស់លីនហ្វាំងពីក្រោយតែម្ដងថាទាំងគម្រាមទៅកាន់លីនហ្វាំងទៀតថាបើសិនជាលីនហ្វាំងយករឿងមួយនេះទៅប្រាប់អ្នកផ្សេងលីនហ្វាំងច្បាស់ជាស្លាប់ជាក់ជាមិនខានឡើយខណៈពេលដែលអ្នកទាំងពីរកំពុងតែនិយាយគ្នានោះស្រាប់តែទីនោះក៏បានរំជួយហើយក៏មានសរសៃវេទមន្តពណ៌ក្រហមក៏បានលេចឡើងថែមទាំងវាប្រហារទៅលើគេទៀតផងហើយលីនហ្វាំងមិនចាំយូរនោះទេក៏បានប្រកាន់ដាប់ដៃរន្ទះរបស់គេទប់ទល់ជាមួយនឹងវាតែម្ដងលេងលើក៏បាននិយាយថាពួកយើងពិតជាពិបាកទប់ទល់ជាមួយនឹងវាពិតមែនពួកយើងគួរណាតែរត់គេចខ្លួននៅពេលនេះហើយទោះបីជាយ៉ាងណាលីនហ្វាំងមិនរត់ទៅណាឡើយគេនៅតែបន្តប្រយុទ្ធជាមួយនឹងវាតែម្ដងហើយគេក៏ចង់ដឹងផងដែរថាតើអ្នកណាហ៊ានប្រើវ៉វេទមន្តនេះមកហើយលីនហ្វាំងក៏បានប្រកាន់ដាប់ដៃរន្ទះរបស់គេកំតិចរបាំងភ្នំនោះហើយគេក៏បានមកដល់កន្លែងមួយហើយនៅទីនោះក៏មាននៅមនុស្សស្រីម្នាក់ហើយរាងកាយរបស់គេកំពុងតែបញ្ជាទៅលើសរសៃវ៉វេទមន្តទាំងអស់ខណៈពេលដែលលីនហ្វាំងកំពុងតែនិយាយជាមួយនឹងលេងលើនោះនាងក៏បានដឹងខ្លួនឡើងមកហើយថែមទាំងនិយាយថាគេនឹងសម្លាប់អ្នកទាំងពីរនៅពេលនេះក៏បានបញ្ជាវ៉វេទមន្តទាំងអស់វាប្រហារទៅលើលីនហ្វាំងតែម្ដងហើយចំណែកលីនហ្វាំងក៏បានប្រើប្រាស់ធម្មពលរន្ទះរបស់គេបញ្ចេញជាខែការពារមួយលេងលើនេះវិញក៏បានបញ្ចេញអាវុធរបស់គេផងដែរហើយធម្មពលរបស់អ្នកទាំងពីរក៏បានបំផ្លាញវ៉បិសាចទាំងនោះឲ្យអស់ទៅហើយទោះបីជាលីនហ្វាំងបំផ្លាញយ៉ាងណាក៏ដោយមនុស្សស្រីម្នាក់នោះនៅតែសោកយ៉ាងសប្បាយថ្ងៃនេះគេនឹងចាប់លីនហ្វាំងហើយនឹងលេងលើធ្វើជាចំណីរបស់គេក៏បានបញ្ជាវ៉បិសាចរបស់គេសាជាថ្មីម្ដងទៀតលេងលើក៏បានបញ្ចេញវេទមន្តរបស់គេបង្កើតចេញជាខែការពារមួយក៏ប៉ុន្តែកម្លាំងរបស់គេគឺមិនអាចទប់ទល់ជាមួយនឹងវ៉បិសាចមួយនេះបានឡើយហើយគេពិតជាឆ្ងល់ខ្លាំងមែនទែនហេតុអ្វីបានជាលីនហ្វាំងមិនជួយគេអញ្ចឹងមូលហេតុគឺដោយសារតែលីនហ្វាំងកំពុងតែរកវិធីបំផ្លាញវ៉បិសាចមួយនេះគេក៏បានសម្លឹងទៅកាន់វ៉បិសាចទាំងនោះក៏បានដឹងថាវ៉បិសាចទាំងនេះវាក៏មានតួនាទីស្រូបយកធម្មពលវិញ្ញាណចេញពីរាងកាយរបស់យើងដូច្នេះហើយខ្ញុំនឹងប្រើធម្មពលវេទមន្តរបស់ខ្ញុំដើម្បីស្រូបយកធម្មពលចេញពីវ៉បិសាចមួយនេះវិញហើយយើងក៏បានឃើញថាធម្មពលទាំងអស់ក៏បានស្រូបចូលទៅក្នុងក្បួនរបស់លីនហ្វាំងក៏បានធ្វើឲ្យមនុស្សស្រីម្នាក់នោះពិតជាឈឺចាប់ខ្លាំងមែនទែនឃើញបែបនេះសាឈៀនក៏បានសរសើរទៅកាន់លីនហ្វាំងអាឡែតម្នាក់នេះពិតជាប្រើប្រាស់ធម្មពលដែលខ្ញុំផ្ដល់ឲ្យបានយ៉ាងល្អពិតមែនហើយសូម្បីតែមួយជនក៏បានសរសើរទៅកាន់លីនហ្វាំងទៀតផងហើយនៅពេលដែលលីនហ្វាំងស្រូបយកធម្មពលទាំងអស់នេះធ្វើឲ្យនាងឈឺចាប់ខ្លាំងមែនទែនមួយសន្ទុះក្រោយមកវ៉បិសាចទាំងនោះក៏បានរលាយអស់ទៅបន្ទាប់ពីលីនហ្វាំងបន្ទោសធម្មពលរបស់គេរួចហើយគេក៏បានដើរមកសម្លឹងទៅកាន់រាងកាយរបស់មនុស្សស្រីម្នាក់នេះក៏បានឃើញថាស្ថិតនៅពីក្រោយក្បាលរបស់មនុស្សស្រីម្នាក់នោះក៏មាននៅធម្មពលបិសាចមួយយ៉ាងវាកំពុងតែគ្រប់គ្រងទៅលើប្រព័ន្ធប្រសាទរបស់នាងហើយមនុស្សស្រីម្នាក់នោះក៏បានស្លាប់នៅពេលនោះទៅគឺបែបនេះលីនហ្វាំងគឺបានត្រឹមតែអាណិតនាងតែប៉ុណ្ណោះហើយចំណែកឯលេងលើនេះវិញទីបំផុតគេក៏បានដឹងការពិតថាតើហេតុអ្វីបានជាសោឈួយដែលជាប្អូនស្រីរបស់គេធ្វើអត្តឃាតខ្លួនឯងហើយគេពិតជាចង់ដឹងខ្លាំងមែនតើអ្នកណាដែលនៅពីក្រោយរឿងទាំងអស់នេះខណៈពេលនោះដែរលេងលើក៏បានសម្លឹងទៅកាន់ខ្លោងទ្វារមួយហើយនាងក៏បាននិយាយប្រាប់លីនហ្វាំងថាដើម្បីចង់ដឹងការពិតពួកយើងគួរណាតែចូលទៅក្នុងនេះបន្តទៀតហើយទោះបីជាលំបាកយ៉ាងណាក៏ដោយលីនហ្វាំងត្រូវតែដោះស្រាយរឿងមួយនេះតតែបានហើយសាច់រឿងនៅភាគទី16ក៏បានចប់នៅត្រង់ចំណុចនេះសូមរងចាំទស្សនានៅភាគបន្តទៀតហើយប្រហែលថ្ងៃនេះអេដមីនពិតជារវល់ធ្វើការមែនទែនមិនសូវបានចាញ់រឿងនោះទេសូមអធិស្ឋានអ្នកទាំងអស់គ្នាហើយនៅពេលនេះអេដមីនគឺមិនទាន់បានមួយវត្តនោះទេចុះអ្នកទាំងអស់គ្នាបានប្រហែលវត្តដែរសូមខមមិនខាងក្រោមវីដេអូម្នាក់មួយផងហើយនៅពេលនេះអេដមីនសូមបាយបាយហើយបាយបាយ
Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel មេប៉ាក់ស្មុំថ្ងៃនេះដែរយើងក៏មកបន្តនៅភាគទី17របស់យើងហើយមុននឹងចូលដល់សាច់រឿង Complete Comment ឲ្យ Admin ម្នាក់មួយផងកុំឲ្យកាត់ពេលយូរចូលមកដល់សាច់រឿងរបស់យើងតែម្ដងសាច់រឿងក៏បានចាប់ផ្ដើមលីនហ្វាំងជាមួយនឹងលេងលើក៏បានកំទេចជាមួយនឹងកំផែងមួយស្ថិតនៅទីនោះដែរក៏មានឈ្មោះថាភ្នំយៀនជឺខណៈពេលដែរអ្នកទាំងពីរដើរចូលមកនឹងគេក៏បានស្រែកហៅអ្នកគ្រប់គ្រងចលងភ្នំយៀនជឺមួយនេះបន្ទាប់មកផ្សាញ់អាប់ស្រមោលខ្មៅទាំងនោះក៏បានរសាត់អស់ក៏បានលេចអវត្តមានគីងកង់ដ៏ធំមួយហើយកន្លែងទៅមើលនៅក្នុងដៃរបស់គេក៏មាននៅចេកមួយផ្លែបូករួមជាមួយនឹងស្រាមួយដបទៀតផងនៅពេលដែលលីនហ្វាំងឃើញបែបនេះគេពិតជាឆ្ងល់ខ្លាំងមែនទែនគីងកង់នេះវិញនៅពេលដែលឃើញមនុស្សបែបនេះវាក៏បានភ័យរត់គេចចេញពីទីនោះទៅចំណែកលីនហ្វាំងក៏បានបញ្ចេញកាំភ្លើងវីតាមីនរបស់គេបន្ទាប់មកគេក៏បានធ្វើដំណើរដេញតាមគីងកង់មួយក្បាលនោះតែម្ដងហើយស្ថិតនៅកន្លែងដ៏សម្ងាត់មួយនៅក្នុងចលងភ្នំយៀនជឿនេះវិញហើយស្ថិតនៅទីនោះក៏មាននៅគីងកង់ជាច្រើនទៀតផងហើយបន្ទប់ដ៏សម្ងាត់មួយនេះវាគឺជាបន្ទប់សារព័ត៌មានរបស់ពួកគេលីនហ្វាំងក៏បានធ្វើដំណើរមកដល់ទីនេះហើយគេក៏បាននិយាយថានៅក្នុងទឹកដីយៀនជឿមួយនេះវាពិតជាអស្ចារ្យខ្លាំងមែនទែនសូម្បីតែសត្វស្វាដែលមិនចេះនិយាយក៏ប៉ុន្តែគំនិតរបស់វាពិតជាឆ្លាតវៃពិតមែនហើយបង្កើតរបស់របរទាំងនេះឡើងមកបានគ្រាន់តែឃើញលីនហ្វាំងភ្លាមពួកគេក៏បានធ្វើការវាយប្រហារទៅលើលីនហ្វាំងតែម្ដងលេខលើនេះវិញក៏បានបញ្ចេញដៃរបស់គេកាប់ទៅលើសត្វស្វាទាំងអស់ប៉ុន្មានស្នៀតក៏ប៉ុន្តែស្វាទាំងនោះមិនកើតអ្វីឡើយហើយចំណែកលីនហ្វាំងនេះវិញកំពុងតែអង្គុយស៊ីចេកធ្វើមិនដឹងហើយគេគឺមិនធ្វើការប្រយុទ្ធនោះទេចាំមើលធ្វើដៃរបស់លេងលើមានកម្រិតយ៉ាងណាដែរចំណែកឯលេងលើគេក៏មិនថាអ្វីដែរក៏បានឲ្យលីនហ្វាំងអង្គុយចាំមើលធ្វើដៃរបស់គេទៅខណៈពេលដែលលីនហ្វាំងកំពុងតែអង្គុយនោះគេក៏បានសម្លឹងទៅខាងលើឃើញថានៅទីនោះក៏មាននៅសត្វស្វាមួយក្បាលទៀតហើយនៅលើខ្លួនរបស់វាក៏មាននៅកូនស្វាដ៏តូចមួយហើយរោមរបស់វាក៏មាននៅពណ៌មាសគេក៏បានហៅសត្វស្វាមួយនេះថាស្វាព្រលឹងមាសគ្រាន់តែឃើញបែបនេះលីនហ្វាំងពិតជាចាប់អារម្មណ៍ខ្លាំងមែនទែនហើយស្វាទាំងអស់ក៏បានធ្វើការវាយប្រហារមកលើលេងលើស្ថិតនៅលើខ្លួនរបស់ពួកវាក៏មាននៅសញ្ញាមួយដែលហៅថាសញ្ញានៃធម្មពលព្រលឹងហើយសញ្ញាទាំងអស់នេះវាក៏បានផ្ដល់មកពីស្វាព្រលឹងមាសនឹងឯងវាក៏បានប្រើវិធីមួយនេះដើម្បីបញ្ជាព្រលឹងរបស់ស្វាទាំងនោះក៏បានធ្វើឲ្យស្វាទាំងអស់ស្ដាប់បង្កប់វាទាំងស្រុងហើយទោះបីជាត្រូវស្លាប់ក៏ដោយលេងលើនឹងសម្លាប់ស្វាទាំងនេះទាល់តែបានហើយចំណែកលីនហ្វាំងនេះវិញក៏បានស្វែងយល់អំពីការប្រើប្រាស់សរសៃព្រលឹងទាំងនេះហើយលីនហ្វាំងក៏បានប្រើធម្មពលរន្ទះរបស់គេបញ្ឈប់ការបញ្ជារបស់ស្វាព្រលឹងមាសក៏បានប្រើប្រាស់កាំភ្លើងវីតាមីនបាញ់ទៅលើស្វាទាំងនោះម្ដងមួយក៏បានធ្វើឲ្យពួកវាដេកស្លាប់ទាំងអស់តែម្ដងហើយចំណែកឯស្វាដែលមានឋានៈធំជាងគេវាក៏បានចុះមកគោរពទៅដល់លីនហ្វាំងបន្ទាប់មកលីនហ្វាំងក៏បានទទួលបានស្វាព្រលឹងមាសនោះមកចាប់ពីពេលនេះតទៅឯងនឹងនៅជាមួយខ្ញុំសាច់រឿងក៏បានកាត់មកអ្នកទាំងពីរក៏បានធ្វើដំណើរមកដល់កន្លែងមួយហើយកន្លែងនេះដែរវាគឺជាចំណុចកណ្ដាលរបស់ភ្នំយិនជឺពួកគេពិតជាឆ្ងល់ខ្លាំងមែនទែនហេតុអ្វីនៅទីនេះគ្មាននរណាម្នាក់អញ្ចឹងលីនហ្វាំងក៏បានប្រើស្វាព្រលឹងមាសចាក់ទឹកឲ្យគេមួយកែវហើយវាក៏បានធ្វើតាមបញ្ជារបស់លីនហ្វាំងនៅពេលនោះក៏បានលេចក្បួនវីតាមីនមួយយ៉ាងចេញមកវាក៏បានសម្ដៅមករកអ្នកទាំងពីរបន្ទាប់មកលីនហ្វាំងជាមួយនឹងលេងលើគឺធ្វើចលនាមិនបានឡើយខណៈពេលនោះដែរបរិសម្នាក់ក៏បានចេញមកហើយគេគឺជាអរិយមួយដែលគ្រប់គ្រងនៅក្នុងភ្នំយៀនជឺមួយនេះហើយគេក៏បាននិយាយថាពួកអញគឺគ្មានថ្ងៃធ្វើចលនាបានឡើយហើយក្បួនមួយដែរខ្ញុំគឺជាអ្នកបង្កើតវាឡើងមកហើយវាគឺមានឈ្មោះថាចំណងមេឃបើសិនជាពួកអញកាន់តែរើវានឹងកាន់តែរឹតបន្តឹងថែមទៀតលីនហ្វាំងអញក៏បានរួចជីវិតជាច្រើនណាស់មកហើយថ្ងៃនេះខ្ញុំគឺមិនទុកជីវិតឲ្យឯងនោះទេក៏បានបញ្ជាអាវុធរបស់គេវាយប្រហារទៅលើលីនហ្វាំងបន្ទាប់មកលីនហ្វាំងក៏បាននិយាយថាតើមូលហេតុអ្វីបានជាលោកចង់សម្លាប់ខ្ញុំបែបនេះថាខ្ញុំមិនដែលពាក់ព័ន្ធនឹងធ្វើបាបលោកម្ដងណាឡើយហេតុអ្វីបានជាលោកស្អប់ខ្ញុំដល់ម្លឹងហើយទោះបីជាលីនហ្វាំងនិយាយយ៉ាងណាក៏ដោយអរិយម្នាក់នោះគេមិនស្ដាប់នោះទេក៏បានតបទៅលីនហ្វាំងថាចាំសួរយមរាជដោយខ្លួនឯងចុះខណៈពេលដែលគេបញ្ជាអាវុធរបស់គេវាយប្រហារទៅលើលីនហ្វាំងក៏បានចាប់ជាប់ហើយគេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនតើលីនហ្វាំងធ្វើចលនាបានដោយរបៀបណាតើទៅជាមួយនឹងក្បួននេះដែរតើតែអ្នកដែលមានវិញ្ញាណប្រយុទ្ធខ្លួននោះទេទើបអាចដោះវាបាននៅពេលនេះអញគឺមិនគួរមើងងាយសមត្ថភាពរបស់ខ្ញុំនោះទេលីនហ្វាំងក៏បានទាញបរិសម្នាក់នោះមកប្រនៅកណ្ដាប់ដៃរន្ទះរបស់គេដាក់ទៅលើអរិយអាក្រក់មួយនោះមួយដៃក៏បានធ្វើឲ្យគេទៀតតែម្ដងហើយអរិយម្នាក់នោះគេមិនចោះចាញ់ឡើយក៏បានងើបមកវាយប្រហារទៅលើលីនហ្វាំងបន្តទៀតហើយលីនហ្វាំងគឺនៅតែប្រើនៅធម្មពលរន្ទះរបស់គេដើម្បីកាត់អាវុធរបស់គេម្ដងមួយហើយអរិយម្នាក់នោះគេនៅតែគេចខ្លួនពីការវាយប្រហាររបស់លីនហ្វាំងចឹងទៅហើយនៅពេលនេះលីនហ្វាំងទើបដឹងថាបរិសម្នាក់នេះសុកចិត្តបាត់បង់អវយវៈរបស់គេដើម្បីគេចខ្លួនហើយអរិយម្នាក់នោះក៏បានសើចនិយាយទៅកាន់លីនហ្វាំងថាលីនហ្វាំងបើសិនជាអ្នកមានជីវិតយើងនឹងជួបគ្នានៅពេលក្រោយម្ដងទៀតក៏បានប្រើប្រាស់ធម្មពលភ្លើងរបស់គេដុតកំទេចនៅទីនោះតែម្ដងខណៈពេលដែលអរិយម្នាក់នោះរៀបនឹងចាក់ចេញទៅហើយស្វាព្រលឹងមាសក៏បានចេញមកវាក៏បាននាំរបស់មួយយ៉ាងប្រគល់ទៅឲ្យលីនហ្វាំងទាក់ទងជាមួយនឹងរបស់មួយនេះដែរវាគឺជាបញ្ជីឈ្មោះរបស់សមាជិករបស់ពួកគេគឺ
ស្ថិតនៅក្នុងទីក្រុងដងលីនទាំងមូលគ្រាន់តែឃើញបញ្ជីឈ្មោះទាំងនេះអរិយម្នាក់នោះក៏បានសូមអង្វរទៅកាន់លីនហ្វាំងកុំធ្វើបែបនេះអីហើយក៏បានកិច្ចខ្លួនចាក់ចេញពីទីនោះបាត់ទៅសាច់រឿងក៏បានកាត់មកនៅក្នុងទីក្រុងដងលីននេះវិញយើងក៏បានឃើញថាបញ្ជីឈ្មោះដែលពាក់ព័ន្ធជាមួយនឹងអរិយទាំងនោះពួកគេក៏បានចាប់ខ្លួនបានចំនួន3នាក់ហើយក៏មាននៅគ្នារបស់គេជាច្រើនអ្នកទៀតដែលមិនទាន់រកឃើញជូលីននេះវិញក៏បាននិយាយទៅកាន់លីនហ្វាំងថាការងាររបស់លីនហ្វាំងពិតជាលំបាកពេកហើយចំណែកការងាររបស់ខ្ញុំម្នាក់វិញវាពិតជាងាយស្រួលណាស់ទោះបីជាលំបាកយ៉ាងណាក៏ដោយវាគ្មានបញ្ហាសម្រាប់លីនហ្វាំងនោះទេហើយគេក៏គ្មានអ្វីត្រូវនិយាយផងដែរជូលីននេះក៏បាននិយាយបន្ថែមទៀតថាបេសកកម្មរបស់លីនហ្វាំងនៅពេលនេះគឺមិនខាត់បងនោះទេក៏ព្រោះតែលីនហ្វាំងក៏ទទួលបានជាមួយនឹងស្វាពលឹងមាសផងដែរហើយក៏លេចមកមើលស្វាពលឹងមាសនេះវិញដេកពាក់វ៉ែនតាធ្វើមិនដឹងតើតើជាមួយនឹងស្វាពលឹងមាសមួយនេះវាគឺជាសត្វវិញ្ញាណដែលកម្របំផុតសូម្បីតែនៅភ្នំ 10000 ក៏គ្មានដែរហើយនៅពេលដែលលីនហ្វាំងទទួលបានជាមួយនឹងស្វាពលឹងមាសវាក៏អាចជួយដល់បេសកកម្មរបស់លីនហ្វាំងកាន់តែងាយស្រួលដូច្នេះហើយវាពិតជាមានតម្លៃពិតមែនលីនហ្វាំងក៏បានតបទៅវិញវាពិតជាល្អពិតមែនក៏ប៉ុន្តែអ្វីដែលគេខ្លាចបំផុតនោះគឺខ្លាចតែស្វាពលឹងមាសមួយនេះមិនទទួលស្គាល់លីនហ្វាំងធ្វើជាម្ចាស់ហើយសាច់រឿងនៅភាគទី17នេះក៏បានចប់នៅត្រង់ចំណុចនេះសូមរងចាំទស្សនានៅភាគបន្តទៀតនៅពេលនេះដែរ admin សូមបាយបាយហើយបាយបាយ